អត់លុយបងរំលោះម៉ូតូបែកគំនិតឆក់ចោលពីអ្នកប្តីប្រពន្ធត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនបានភ្លាមក្រោយជិះម៉ូតូដប់គ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីយុវតីសិស្សសាលាមួយនាក់ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅថ្ងៃទី17ខែមិថុនាឆ្នាំ2025កម្លាំងនគរបាលក្រុងតាខ្មៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកយីវណ្ណដាអធិការនគរបាលក្រុងតាខ្មៅធ្វើការបង្ក្រាបករណីជាក់ស្ដែងអំពើឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 12 Pro Max ពីជនរងគ្រោះមួយនាក់ស្រីមុខរបរជាសិស្សចំណុចមុខសាលាអប់រំពិសេសក្រោយធ្វើសកម្មភាពបានសម្រេចជនរងគ្រោះក៏បានជិះដេញតាមពីក្រោយស្រែកថាចោលរហូតមកដល់ចំណុចរង្វង់មូលប្រេតសំរោងជួបជាមួយកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យបានភ្លាមចំនួន2នាក់រួមនឹងវត្ថុតាងទូរស័ព្ទដៃចំនួន2គ្រឿងនិងម៉ូតូម៉ាក Honda Dream ពណ៌ខៀវ1គ្រឿងក្នុងអំពើលួចមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទដៃចំណុចសាលាបឋមសិក្សាស្ថិតក្នុងភូមិប្រេតសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី